មកហើយណាគេអូ493ថ្ងៃហើយដែលឯងមិនកាត់សក់មើលសក់ក្បាលឯងផងកូរ៉នចុះទឹកនឹងមិនដឹងថាចាប់បានត្រីឬក៏កំពឹសប្រមាណទេសក់ក្បាលដល់ហើយ fan របស់ Man U រយៈពេល493ថ្ងៃហើយបើគិតចាប់ពីថ្ងៃហ្នឹងបងប្អូនប្រិមិត្តយើងគាត់អត់ព្រមកាត់សក់ទេលុះត្រាតែ Man U ឈ្នះមួយប្រកួតចុងក្រោយនឹងទៀតប៉ុន្តែ Man U អត់ឈ្នះបានតែ4ប្រកួតហើយស្មើមួយប្រកួតជាមួយ West Ham ដូចឈ្នះបុរសមានសក់ក្បាលធំនេះគឺអត់កាត់សក់តែម្ដងបើសិនជាស្មើបែបនេះតើគូគិតបែបណាតែត្រូវកាត់សក់ចេញឬក៏អត់បុរសម្នាក់នេះបាននិយាយហើយនិយាយទៀតថានៅពេលដែលប៉ះជាមួយ Man U ប៉ះជាមួយ West Ham គឺនឹងអាចមានលទ្ធផលល្អគឺឈ្នះជាមួយនឹង West Ham ប៉ុន្តែការគិតរបស់គាត់គឺខុសទាំងស្រុងតែម្ដងគឺអត់ឈ្នះទេបានត្រឹមតែស្មើដូច្នេះគូដែលគិតឡើងវិញកាត់សក់ចេញខ្មាស់គេ493ថ្ងៃហើយនេះបើសិនជាភ្នាល់ធ្វើ challenge អត់ងូតទឹកវិញចប់ហើយគឺស្អុយខ្លួនលក្ខណៈថារួយរួមហើយអញ្ចឹងបុរសសក់កន្ទ្រើងដែលជា fan ផ្កាប់មុខរបស់ Man U នឹងគួរតែកាត់សក់ចេញទៅមិនមែនធម្មតាទេណាបងប្អូនប្រិយមិត្តយើងគឺ493ថ្ងៃមិនដល់ថ្ងៃហ្នឹងគឺអត់កាត់សក់ចេញដឹងគាត់គិតយ៉ាងម៉េចអញ្ចឹងបើស្មើអញ្ចឹងគឺមានន័យថាកាត់តែពាក់កណ្ដាលទៅបានឲ្យទុកតែពីលើទៅដូចកញ្ចោញមន់ទៅអញ្ចឹងល្មមគិតគូសក់ឡើងវិញហើយគាត់ឃើញសក់ហ្នឹងគឺគៀងតែម្ដងនេះបារមីខ្លាំងដោយសារសក់ទេគេថាបារមីសក់កន្ទ្រើងមិនសក់កញ្ញាញទេមើលមានបងប្អូនណាខ្លះដែលស្រឡាញ់សក់បែបហ្នឹងហើយបុរសម្នាក់នេះលេងបែបហ្នឹងគឺចប់ហើយគាត់បាននិយាយលេងសើចជាមួយមិត្តភក្តិរបស់គាត់ថាបើសិនជា Man U ឈ្នះយប់នឹងទៀតគាត់នឹងកាត់សក់ចេញប៉ុន្តែ Man U គឺអត់ឈ្នះទេគឺស្មើគិតខុសហើយអញ្ចឹងប្រវែងទៅកាត់សក់ចេញល្មមកាត់ឲ្យ493ថ្ងៃហើយមិនទុកដល់ពេលណាទៀតមើលសក់ខ្លួនឯងផងនេះបើឃើញក្មេងឃើញយប់ឡើងគឺខ្លាចរត់តែម្ដងអូនេះបានហៅថាកំពូល fan តែម្ដងឥឡូវគេមកទស្សនាវីដេអូការប្រកួតរវាង West Ham ជាមួយនឹង Man U ការប្រជុំមិញហើយគ្នាគេនឹងគឺសក់អញ្ចឹងដូចគ្នាទៀតអូមិនធម្មតាទេសក់ក្បាលដល់ហើយអត់ចេះកាត់មើលទេហើយស្អីជាប់សម្មាមពេញក្បាលហ្នឹងអូយគេសប្បាយចិត្តគេណាដែល Man U ទៅតាមស្មើជាមួយនឹង West Ham គេអបអូសប្បាយចិត្តជាមួយមិត្តភក្តិគេមិត្តភក្តិរបស់គេហ្នឹងគឺសក់ក្បាលស្តៀងនឹងគេដែរអូយមិនធម្មតាទេកំពូល fan អរគុណបងប្អូនប្រិមិត្តសូមជម្រាបលា